ថ្ងៃនេះដែរខ្ញុំនឹងបង្ហាញពីម្ហូបត្រប់ឆាជាមួយនឹងសាច់ជ្រូកចិញ្ច្រាំតោះបងប្អូនអរគ្នាទស្សនាដូចតទៅដំបូងយើងដាក់ខ្លាញ់ឲ្យក្តៅរួចដាក់ត្រប់ចូលបំពងស្រង់វាចេញដាក់ខ្លាញ់ចូលបន្ទាប់មកដាក់ខ្ញីចូលបន្ទាប់មកដាក់សាច់ជ្រូកចិញ្ច្រាំចូលរំលីងវាឲ្យឆ្អិនល្មមបន្ទាប់មកទៀតដាក់គ្រឿងទេសចូលរួចហើយយើងឆាឲ្យសព្វដើម្បីឲ្យចូលជាតិបន្ទាប់មកដាក់ត្រប់ចូលឆាបញ្ចូលគ្នាជាការស្រេចអរគុណបងប្អូនអរគ្នាដែលបានទស្សនាវីដេអូខ្ញុំតាំងពីដើមដល់ចប់ជួបគ្នានៅវីដេអូលើកក្រោយទៀតសូមអរគុណ